ទស្សនិកជនជាទីមេត្រីមជ្ឈមណ្ឌលចែកចាយ BYD ប្រចាំកម្ពុជាបានបើកសម្ពោធជាផ្លូវការដើម្បីជាកិច្ចសហការធម្មពលថ្មីកម្ពុជាចិននៅក្នុងយុគសម័យដំណើរការឆ្លាតវៃនិងបៃតងមជ្ឈមណ្ឌលចែកចាយម៉ាកយីហោរថយន្ត BYD និង Denza របស់ Harmony iCar ត្រូវបានសម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាដើម្បីបញ្ជាក់ពីការពង្រីកកិច្ចសហប្រតិបត្តិការធម្មពលថ្មីកម្ពុជាចិនក្នុងយុគសម័យធ្វើដំណើរដោយភាពឆ្លៀសវៃនិងបៃតងសម្រាប់ប្រទេសកម្ពុជានៅក្នុងការដាក់សម្ពោធជាផ្លូវការមជ្ឈមណ្ឌលចែកចាយរថយន្ត BYD and Denza នោះរថយន្ត model Celian 5 ចំនួន2គ្រឿងដំបូងគេទើបតែចេញពីខ្សែសង្វាក់ផលិតកម្មរោងចក្រដំឡើងរថយន្ត BYD នៅកម្ពុជាត្រូវបានប្រគល់ជូនម្ចាស់ដោយផ្ទាល់ដែលបានក្លាយទៅជាចំណុចចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិតំណាងមកពីមជ្ឈដ្ឋាននយោបាយធុរកិច្ចកម្ពុជាស្ថាប័នហិរញ្ញវត្ថុដៃគូសហការនិងប្រព័ន្ធផ្សព្វផ្សាយធំបានជួបជុំគ្នាដើម្បីធ្វើជាសាក្សីក្នុងឱកាសដ៏សំខាន់មួយនេះលោកលាវស៊ីឡាំងអ្នកគ្រប់គ្រងទូតនៃផ្នែកលក់របស់រថយន្ត BYD Asia Pacific បានថ្លែងថា BYD ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍរថយន្តថាមពលថ្មីហើយក៏សូមអរគុណទៅដល់ប្រជាជនកម្ពុជាសម្រាប់ការគាំទ្រផលិតផលបច្ចេកវិទ្យាថ្មីលោកបន្តថាការចាប់ផ្ដើមផលិតរោងចក្រផលិតរថយន្ត BYD ក្នុងប្រទេសកម្ពុជាមិនត្រឹមតែពង្រីកចំណាយទីផ្សាររបស់ BYD ប៉ុណ្ណោះទេប៉ុន្តែវាជាការអនុវត្តគោលនយោបាយឧស្សាហកម្មយានយន្តរបស់រដ្ឋាភិបាលកម្ពុជាពលគឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចទិញរថយន្តអគ្គិសនីដែលពួកគេពេញចិត្តនិងនៅជិតផ្ទះបំផុត BYD នឹងបន្តប្រើប្រាស់បច្ចេកវិទ្យានិងផលិតផលល្អបំផុតសម្រាប់ផលិតកម្មក្នុងស្រុកហើយនឹងសហការជាមួយនឹងដៃគូចែកចាយដើម្បីបង្កើតសាខាបន្ថែមទៀតនៅកម្ពុជាលោកបញ្ជាក់ថាការសម្ពោធមជ្ឈមណ្ឌល flagship នាថ្ងៃនេះគឺដើម្បីបញ្ជូននៅគោលគំនិតមួយទៅកាន់អ្នកប្រើប្រាស់ថាអ្វីដែល BYD នាំមកជូនមិនមែនត្រឹមតែជាផលិតផលរថយន្តប៉ុណ្ណោះទេប៉ុន្តែគឺជាបទពិសោធន៍នៃការរស់នៅបែបថ្មីបៃតងនិងឆ្លៀសវៃ Harmony iCar គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ BYD នៅក្រៅប្រទេសលោកយ៉ាងឆៅអ្នកគ្រប់គ្រងទូតនៃក្រុមហ៊ុនបត់សម្ព័ន្ធ Harmony iCar នៅកម្ពុជាបានថ្លែងថាក្នុងនាមភ្នាក់ងារចែកចាយទូទៅផ្លូវការសម្រាប់ BYD និង Denza នៅក្នុងប្រទេសកម្ពុជាក្រុមការងារ Harmony ទស្សនវិស័យលក់ឡានមួយគ្រឿងបង្កើតមិត្តម្នាក់និងចូលរួមយ៉ាងស៊ីជម្រៅក្នុងទីផ្សារកម្ពុជាប្រើប្រាស់រោងចក្រក្នុងស្រុកដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់និងស្វែងយល់ឲ្យកាន់តែច្បាស់ពីតម្រូវការអ្នកប្រើប្រាស់តាមរយៈបទពិសោធន៍ធ្វើដំណើរបៃតងឆ្លៀសវៃនិងគួរឲ្យទុកចិត្តទៅថ្ងៃអនាគតភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាដើម្បីពង្រីកវត្តមាននៅក្នុងទីផ្សារកម្ពុជាកែលម្អប្រព័ន្ធលក់និងសេវាកម្មជាបន្តបន្ទាប់រួមគ្នាជំរុញការធ្វើទំនើបកម្មឧស្សាហកម្មយានយន្តកម្ពុជាឆ្ពោះទៅរកការប្រើប្រាស់ភាពឆ្លៀសវៃនិងថាមពលថ្មីទៅដល់ការធ្វើដំណើរតាមបែបបៃតងនិងការអភិវឌ្ឍប្រកបដោយចីរភាពក៏បញ្ជាក់ថាមជ្ឈមណ្ឌល BYD and Denza Flagship Center មានទីតាំងនៅលើមហាវិថីសម្ដេចតេជោហ៊ុនសែនជាតំបន់អភិវឌ្ឍដ៏សំខាន់នៃទីក្រុងភ្នំពេញវាស្ថិតនៅផ្លូវមេឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិដេជោភ្នំពេញបំពាក់ទៅដោយតំបន់ពាណិជ្ជកម្មលំដាប់ខ្ពស់និងសហគមន៍ទំនើបដែលផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ